បុរសពីរនាក់ជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់ប្អូនថ្លៃកូនចៅឲ្យទៅរកស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងថ្លៃបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាបងមិនហ៊ានទៅស៊ីទេព្រោះបងជាអ្នកក្របើមិនធ្លាប់ស៊ីចំណីល្អផងក្រែងមិនត្រូវបែបបត់គេខ្មាស់គេណាអូនប្អូនថ្លៃនោះជាមនុស្សមានចិត្តសប្បុរសនិងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីអ្នកចុះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក៏ប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចុះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនថ្លៃក៏យកចង្កឹះចាប់មួយមកពមរួចជញ្ជក់អស់ខ្ជាក់សម្បកខ្ចៅនោះដាក់នៅលើកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នេះក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះទាល់តែល្អិតខំលេបទៅប្អូនឃើញដូច្នេះក៏លេងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅដែលគេឡាវទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពីអំពៅទាល់តែល្អិតកាកលេបទៅទៀតប្អូនលេងស៊ីអំពៅវាទៅស៊ីសម្លមីស៊ូទៀតទៅតែនឹងពំចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាក់នោះហើយអស់សំណើចទុកមិនឈ្នះក៏ចេញសំលេងមកឮតែខឺតដោយហេតុខ្យល់ទប់ខឺតនោះមីសួរក៏ស្ទុះឡើងចូលទៅរុនច្រមុះទាំងពីរចេញមីសួរនោះមកខាងក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នេះក៏យកចង្កឹះទៅក្នុងថាទេបងលេងស៊ីហើយស៊ីឯទៀតធ្វើតាមសំបីតែខ្ចៅនិងអំពៅទាំងសម្បកទាំងកាកក៏ស៊ីបានទាំងអស់ដល់មីសួរខ្លោះនឹងច្រមុះដូច្នេះធ្វើមិនបានទេអូនឯងស៊ីតែឯងចុះបងលេងស៊ីហើយស៊ីទៅទៀតមិនកើតទេ